សួស្តីអ្នកនរគ្នាថ្ងៃនេះដែរអេដមីនបានពំនាំនៅសាច់រឿងកូរ៉េបែបខ្លីមួយរឿងដែលមានចំណងជើងថាចវាយក្នុងក្តីស្រឡាញ់ដែលជាសាច់រឿងដែលបង្ហាញពីការស្រឡាញ់ភេទដូចគ្នារវាងមនុស្សស្រីនិងមនុស្សស្រីដែលធ្វើការនៅក្នុងអូហ្វីសតូចមួយនៅក្នុងប្រទេសកូរ៉េតើសាច់រឿងបានបង្ហាញពីមូលន័យដូចម្តេចខ្លះអញ្ចឹងបងប្អូនអាចចូលរួមទាំងអស់គ្នាដើម្បីដឹងពីសាច់រឿងដឹងពីតួអង្គពីព្រោះតួអង្គនៅក្នុងសាច់រឿងយើងthậtតែស្ត្រីគ្នាយើងហើយមានរូបរាងស្រស់ស្អាតទីផងរឿងនេះដែរបានកាត់ឡើងនៅក្នុងអូហ្វីសតូចមួយនៃក្រុមហ៊ុនតូចមួយដែលគ្រប់គ្រងបច្ចេកវិទ្យាអេឡិចត្រូនិកឬក៏គេហៅថាព័ត៌មានវិទ្យាគ្នាយើងក្រោមការដឹកនាំរបស់ទីផងគ្នាយើងហើយបុគ្គលិកទាំងអស់នេះតែងតែលួចមើលណាប្រធានក្រុមរបស់គាត់ហ្នឹងជារៀងរាល់ថ្ងៃពួកគេហ្នឹងម្នាក់ហ្នឹងហាក់បីដូចជាចាប់ចិត្តស្រឡាញ់ទៅលើយូយ៉ុងរបស់យើងដែលក្នុងនោះដែរមានកញ្ញាយ៉ុងហេដែលជាបុគ្គលិកក្រៅអាវ៉ាតរបស់ខ្លួនតែងតែស្រមៃតែងតែលួចចោលកន្ទុយភ្នែកទៅមើលទៅលើប្រធានក្រុមរបស់ខ្លួនជាញឹកញាប់ពីព្រោះខ្លួនគិតថាខ្លួននឹងស្រឡាញ់ប្រធានរបស់ខ្លួនដោយក្នុងចិត្តគិតទុកជាមុនជាស្រេចប៉ុន្តែប្រធានរបស់គាត់គឺប្រមាណដឹងខ្លួនទេនិយាយមួយសន្ទុះក្រោយមកពួកគេក៏ដល់មកចេញទៅផ្ទះកញ្ញាស៊ូសានដែលមានសក់ខ្លីម្នាក់នឹងបានសុំចេញទៅផ្ទះមុនហើយដោយសារដល់ម៉ោងទៅផ្ទះអញ្ចឹងពួកគេក៏ចាប់ដើមចេញទៅផ្ទះតាមជំនាញតាមតួនាទីរបស់ខ្លួនអ្នកខ្លះធ្វើការឲ្យមុនក៏ចេញទៅមុនអ្នកខ្លះក៏នៅបញ្ចប់ការងាររបស់ពួកគេបន្តគ្នានៅសល់តែ2រូបតែប៉ុណ្ណោះគឺប្រធានក្រុមហើយនិងបុគ្គលិកម្នាក់ដែលមានឈ្មោះថាយ៉ុងហេដែលជាបុគ្គលិកម្នាក់ដែលនៅបន្ទាប់ពីគេចេញទៅអស់គឺនាងនៅតែឯងជាមួយនឹងប្រធានក្រុមប៉ុណ្ណោះប៉ុន្តែនាងនៅតែអង្គុយនឹកស្រមៃធ្វើការបដានិយាយបដាលោកមើលលោកឌីងបដាទៅលើនឹងប្រធានក្រុមរបស់ខ្លួនក្នុងចិត្តហ្នឹងគឺលើកស្រឡាញ់ប្រធានក្រុមរបស់ខ្លួនប៉ុន្តែហាក់បីដូចជាមិនហ៊ានស្ដីមិនហ៊ាននិយាយអ្វីទាល់តែសោះប៉ុន្តែនាងក៏គិតថានាងនឹងទៅនិយាយលេងជាមួយនឹងប្រធានក្រុមរបស់ខ្លួនឥឡូវនេះហើយពីព្រោះពីដល់ម៉ោងចេញទៅធ្វើការនាងនឹងបបួលនាងចេញទៅក្រៅឬក៏បបួលនាងទៅហូបឬទៅទីកន្លែងណាមួយដើម្បីដើរលេងអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែប្រធានក្រុមរបស់នាងគឺអត់ព្រមទេដោយសារនាងគឺថាមានលេខថានៅជាប់ការងារតិចតួចមិនទាន់ធ្វើឲ្យអញ្ចឹងធ្វើឲ្យនងបោះយ៉ុងហេហ្នឹងគឺអត់បានសប្បាយក្នុងការបបួលប្រធានក្រុមរបស់ខ្លួនទៅចេញទៅក្រៅបានឡើយព្រោះតែក្តីស្រឡាញ់នាងខំប្រើវិធីសាស្ត្រលួងលោមទៅលើប្រធានរបស់ខ្លួនយ៉ាងម៉េចក៏នាងគឺនៅតែបដិសេធមិនព្រមទទួលការអញ្ជើញរបស់នាងដែរអញ្ចឹងនាងនៅតែមិនអស់ចិត្តនៅតែមិនព្រមចង់ចេញទៅផ្ទះទេដោយសារដល់ម៉ោងធ្វើការចេញ1ចេញ2ចំណែកប្រធានក្រុមរបស់នាងក៏មិនទាន់ចេញដែរដោយសារនាងមានលេសថានៅប្រហើយខាងងារចេះ1ចេះ2ដែរតែគោលបំណងរបស់នាងគឺនៅរងចាំមិត្តស្រីរបស់នាងម្នាក់ទៀតដែលនឹងមកទទួលនាងឬក៏មកលេងនាងនៅពេលខាងមុខទៀតដែរប៉ុន្តែកូនសិស្សឬក៏គេហៅថាបុគ្គលិករបស់គឺរងចិត្តដែរដោយតែក្តីស្រឡាញ់របស់បុគ្គលិកចំពោះប្រធានក្រុមហ្នឹងក៏នៅនិយាយលេងគួរចេះ1ចេះ2ទៅដើម្បីថាឲ្យពាក្យសម្ដីធម្មតាអ្នកដែលស្រឡាញ់គេច្រើនតែលួងលោមច្រើនតែយកចិត្តអ្នកដែលខ្លួនស្រឡាញ់បន្ទាប់មកយ៉ុងហេរបស់យើងនាងហាក់បីដូចជាមិនបានជោគជ័យទៅលើការលួងលោមរបស់នាងទៅលើប្រធានក្រុមរបស់នាងតទៅទៀតទេអញ្ចឹងហើយនាងក៏សម្រេចចិត្តថាចេញទៅផ្ទះហ្មងទៅកុំឲ្យនៅអស់ពេលវេលាយូរចាអ្នកនរគ្នាបន្ទាប់មកនាងក៏បានងើបខ្លួនចេញពីតុការងារហើយក៏បានមកសុំប្រធានក្រុមរបស់ខ្លួនដើម្បីធ្វើដំណើរទៅផ្ទះមុនអញ្ចឹងហើយដោយសារដល់ម៉ោងហើយនាងគឺសុំទៅមុនឲ្យប្រធានក្រុមហើយប្រធានក្រុមក៏ងក់ក្បាលថាអរគុណអាចជើញទៅមុនបានហើយនាងក៏នៅតែកលេចមើលកលេចចុះកលេចឡើងសម្លឹងចោលភ្នែកទៅលើប្រធានក្រុមរបស់ខ្លួនធ្វើឲ្យប្រធានក្រុមរបស់ខ្លួននឹកក្នុងចិត្តថាមិនទេបុគ្គលិកម្នាក់នេះណា
ចេះតែញឹមញ៉ែមើលខ្លួនចេះមួយចេះពីរហើយគិតក្នុងចិត្តថាបុគ្គលិករបស់ខ្លួនហាក់ដូចជាស្រឡាញ់ពេញចិត្តខ្លួនខ្លាំងណាស់ចឹងចំពោះរឿងការងារប៉ុន្តែនាងមិនបានចាប់អារម្មណ៍ទៅលើរឿងអ្វីនោះឡើយគឺចុះអង្គុយឡើងស្រាប់តែមានស្នូទូរស័ព្ទខលមកនៅក្រោមក្រដាសការងាររបស់នាងនាងក៏លូកយកដៃទៅលើកទូរស័ព្ទនោះក៏ឃើញឈ្មោះថាជាមិត្តសម្លាញ់របស់នាងម្នាក់ឈ្មោះថាស៊ូសាននាងបានខលមកនាងម្នាក់នេះគឺឈ្មោះស៊ូសានដែលជាសង្សាររបស់នាងស៊ូសានបានតេមកសួរអំពីការងាររបស់នាងថាតើដល់ម៉ោងចេញទៅផ្ទះនៅណាបានធ្វើការងារសពគ្រប់ហើយនៅបានបរិភោគអាហារថ្ងៃត្រង់ឬនៅហើយពីបញ្ហាអីផ្សេងទៀតដែលពួកគេនិយាយគ្នាតាមទូរស័ព្ទប៉ុន្តែប្រធានក្រុមរបស់យើងបាននិយាយថានាងមិនទាន់ចេញទៅទេដោយសារនាងហ្នឹងរវល់ការងារមួយចំនួនតូចចឹងហើយនាងនៅធ្វើការនៅ office បន្តទៅទៀតដើម្បីឲ្យហើយស្រេចបាច់បាននាងហ្នឹងចេញទៅផ្ទះចឹងណានិយាយចុះនិយាយឡើងហ្នឹងស៊ូសានក៏គិតបាននិយាយថាអញ្ចឹងយើងអាចជួបគ្នាបាននៅ office ចឹងស៊ូសានឲ្យប្រធានក្រុមរបស់យើងនៅចាំនៅ office នាងនឹងធ្វើដំណើរមកជួបផ្ទាល់នៅ office តែម្ដងធ្វើឲ្យយូយ៉ងរបស់យើងហ្នឹងគឺមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងពីព្រោះគិតថាមនុស្សដែលខ្លួនស្រឡាញ់នឹងមកជួបនាងនៅពេលឆាប់នេះហើយលហើយគាត់ដាក់ទូរស័ព្ទចុះណាត់សម័យស៊ូសាននាងក៏បានចេញពីកន្លែងធ្វើការរបស់នាងហ្នឹងក៏ចូលមកហាងនំខេកមួយកន្លែងនាងបានខ្ចប់នំខេកមួយកញ្ចប់ដើម្បីយកមកផ្ញើយូយ៉ងរបស់គាត់ចឹងធ្វើទិញហើយនាងក៏ធ្វើដំណើរមកកាន់ office របស់យូយ៉ងដើម្បីមកជួបនឹងសង្សាររបស់ខ្លួនចឹងគ្នាយើងពេលនោះយូយ៉ងនាងបានលើកទូរស័ព្ទមើលម៉ោងមើលអីអង្គុយផ្ទះសាររងចាំមើលផ្លូវស៊ូសានដឹងស្មានណាមកដល់ទេគាត់ថាខែរចិត្តពុះជ្រុលពីព្រោះថាចង់ជួបចង់ឃើញចង់និយាយសារសរពាក្យសម្ដីជាមួយនឹងអ្នកដែលខ្លួនស្រឡាញ់ចឹងក៏មានចិត្តរំភើបមានកម្លាំងចិត្តដែរគ្នាយើងធម្មតាទេធម្មចិត្តរបស់មនុស្សចឹងហើយភ្លាមនោះដែរសំឡេងគោះទ្វារក៏បានលន់លឺដល់យូយ៉ងក៏ប្រាក់ខ្លួនឡើងដើម្បីទៅបើកទ្វារទទួលស៊ូសានអញ្ចឹងគ្នាយើងពេលនោះដែរនាងបានបើកទ្វារមកក៏មានចិត្តសប្បាយរីករាយញឹមញ៉ែមសួរពីនេះពីនោះពីគ្នាដើម្បីថារាក់ទាក់គ្នាទៅវិញទៅមកនិយាយចុះនិយាយឡើងណាយូយ៉ងក៏អោនក្បាលទៅថាស៊ូសានមួយខ្សែធ្វើអានាងហ្នឹងព្រួយក្នុងចិត្តយ៉ាងខ្លាំងមិននឹកថាយូយ៉ងហ្នឹងនឹកខ្លួនយ៉ាងដូចនេះសោះធ្វើឲ្យនាងរំភើបអ៊ីនព្រីនក្នុងមុខក្រហមមុខអីផងធម្មតាពេលដែលគេថែបធម្មតាចឹងហើយមិនថាមនុស្សប្រុសគឺមនុស្សស្រីទេគឺមុនដំបូងគឺមានចិត្តអ៊ីនចឹងហើយគ្នាយើងពីព្រោះយើងមិនស្វាមតែណាស្វាមវាយូរទៅវាលែងសើអីដោយក្តីស្រឡាញ់ពីយូយ៉ងចំពោះស៊ូសាននិយាយចុះនិយាយឡើងនាងក៏អោនក្បាលទៅថែបស៊ូសានវិសើទៀតធ្វើឲ្យស៊ូសានហ្នឹងគឺមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងតមកនាងបានលូកដៃទៅយកនំខេកដែលនាងទិញផ្ញើយូយ៉ងដើម្បីបរិភោគនៅពេលថ្ងៃត្រង់នេះព្រោះអីយូយ៉ងមិនទាន់ចេញទៅផ្ទះមិនទាន់ចេញទៅក្រៅអញ្ចឹងមិនទាន់មានអីបរិភោគទេអញ្ចឹងមានតែនំខេកនេះហើយដើម្បីបំបត្តិភាពស្រេកឃ្លាននៅពេលថ្ងៃត្រង់នេះពួកគេបានប្រគល់ឲ្យហើយក៏នាំគ្នាដើរចូលក្នុង office ហើយស៊ូសានក៏ដើរមើលតុកមើលកៅអីចេះមួយចេះពីរទៅហ្នឹងថាបុគ្គលិកគេមិនចេះមួយចេះពីរទៅតាមការយកឃើញរបស់នាងចឹងតពីនោះមកយូយ៉ងបានយកនំខេកយកទៅដាក់ក្នុងតុធ្វើការរបស់នាងក៏បើកមើលឃើញថានំខេកមានស្ទឹកប៊ូរី3គ្រាប់ទៀតយកមកផ្ញើនាងគឺមានចិត្តសប្បាយរីករាយមែនតើហើយពួកគេទាំងពីរក៏និយាយសារសរគ្នាពីបញ្ហានេះបញ្ហានោះប្រអាប់គ្នាទៅវិញទៅមកក៏ធ្វើឲ្យយូយ៉ងគឺមានចិត្តអ៊ីនព្រីនបន្តិចផងដែរតពីពួកគេសារសងគ្នាចុះសារសងឡើងហ្នឹងស៊ូសានបានរត់ទៅបកនំខេកជំនួសយូយ៉ងដោយគិតថាឯងអត់មានកញ្ចក់ក្នុងការបកផ្លាស្ទិកទេអញ្ចឹងគេធានាបកផ្លាស្ទិកទៅលើនំខេកនេះសម្រាប់ឲ្យយូយ៉ងនឹងពិសាតនក្តៅចឹងគ្នាយើងប្រអីនំនេះទៅយកមកពីហាងថ្មីអញ្ចឹងគឺមានរសជាតិឆ្ងាញ់
តបពីបករួចហ្នឹងស៊ូសានបានយកស្លាបព្រាឬក៏សមយកមកចាក់ដួសនំខេកហ្នឹងដើម្បីយកទៅបញ្ចុកយូរយងដើម្បីឲ្យគេហ្នឹងមានភាពសប្បាយរីកនឹងអ្វីដែលគេយកមកផ្ញើចាក់គ្នាយើងពេលនោះដែរពេលដែលបរិភោគហើយហ្នឹងនាងក៏បានសួរថាតើនំហ្នឹងមានរសជាតិយ៉ាងម៉េចចេះមួយចេះពីរអញ្ចឹងណាភាសាខ្លួនទិញមកហើយខ្លាចថាមិត្តភក្តិឬក៏សង្សារខ្លួនមិនពេញចិត្តឬក៏មិនឆ្ងាញ់អញ្ចឹងណាតបមកគាត់ថានំនេះគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាស់គេទៅធ្វើឲ្យថ្មីអញ្ចឹងប្រកាសជាមានរសជាតិឆ្ងាញ់ហើយបន្ទាប់មកយូរយងនាងបាននិយាយថាតើឯងចង់ភ្លក់រសជាតិនំខេកនេះអត់ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ស៊ឺសាននាងបានឆ្លើយតបថាទេខ្ញុំអត់ហូបទេវាព្រោះអីខ្ញុំតមអាហារព្រោះអីមួយរយៈហ្នឹងគេឡើងគីឡូខ្លាំងណាស់អញ្ចឹងគេអត់ហូបទេអញ្ចឹងឯងពិសាតែម្នាក់ឯងចុះទៅមកយូរយងនាងក៏បានគេហៅថាទៅចាប់មាត់របស់នាងគឺយកបបេមាត់របស់នាងទៅជូតនឹងបបេមាត់នឹងស៊ូសានដើម្បីឲ្យនាងលិតមើលតើរសជាតិហ្នឹងយ៉ាងម៉េចដែរពីព្រោះនាងមិនបរិភោគចឹងមានវិធីសាស្ត្រនេះទេដែលធ្វើឲ្យនាងដឹងរសជាតិធ្វើឲ្យស៊ូសានហ្នឹងគឺមានអារម្មណ៍ញាក់ផ្អែលយ៉ាងខ្លាំងហើយនាងក៏លិតទៅក៏ប្រាប់យូរយងថាឆ្ងាញ់របស់គេតើនំនេះគេធ្វើថ្មីពិតឆ្ងាញ់មែនតែមកធ្វើឲ្យស៊ូសានមានចិត្តគ្រឹះនាងខ្លាំងឡើងក៏ចាប់ខោអាវនាងមករួចថើបមួយខ្សើទៅលើយូរយងដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់នាងទៅកាន់យូរយងកាន់តែខ្លាំងឡើងក្នុងគណៈនោះដែរធ្វើឲ្យពួកគេទាំងពីរហ្នឹងគឺចាប់ផ្ដើមថើបគ្នាទៅវិញទៅមកក៏ចាប់ផ្ដើមថើបគ្នាមែនតើគេយើងគឺធ្វើប្រតិបត្តិការថើបគ្នាមែនតើមិនថាឡើចុះឡើងទេគឺចាប់ផ្ដើមស្រឡាញ់គ្នាមែនតើគឺចាប់ផ្ដើមបើកមាត់គ្នាយកតែម្ដងគ្នាយើងគឺអារម្មណ៍ពុះកញ្ជ្រោលលើគ្នាទៅវិញទៅមកបង្កើតបានជាក្តីស្រឡាញ់ធ្វើឲ្យអ្នកទាំងពីរហ្នឹងស្លងអារម្មណ៍រោមតិចចំពោះគ្នាទៅវិញទៅមកនៅក្នុងស្ថានភាពនៅក្នុងបន្ទប់អូហ្វីសមួយដ៏ស្ងាត់ស្ងំដែលជាឱកាសបង្កើតនៅក្តីស្នេហាដ៏ផ្អែមល្ហែមរវាងពួកគេទាំងពីរនាក់អ្នកដែលមានស្នេហាទើបយល់ទៅលើអារម្មណ៍មួយនេះរីឯយ៉ុងហេនេះវិញក្រោយពីបរាជ័យក្នុងការបបួលប្រធានក្រុងរបស់គេចេញមកបរិភោគអ្វីនៅក្រៅបានសម្រេចក៏មានចិត្តមួម៉ៅខឹងក៏ចេញមកក្នុងហាខាងក្រៅហ្នឹងបរិភោគស្រាអីបន្តិចបន្តួចក៏អារម្មណ៍នឹកនឹកអាឡ័យនឹកទៅលើប្រធានក្រុមរបស់ខ្លួនដែលខ្លួនបានបបួលមកមិនមកអញ្ចឹងគ្នាយើងចំណែកឯពួកគេទាំងពីរវិញគឺនៅតែបន្តក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកថែបចុះថែបឡើងអញ្ចឹងបងប្អូនថែបចុះថែបឡើងទៅវិញទៅមកព្រោះពួកគេនឹងមានអារម្មណ៍មែនតើគេយើងចាប់ផ្ដើមស្រាយចំណងអាវចំណងអីចុះឡើងលេងប្រឹងលេងមែនតើពីរអ្នកហ្នឹងទៅមកយូរយ៉ងនាងរំកិលខ្លួនចុះមកក្រោមថើបដៃថើបអីរបស់ស៊ូសានអញ្ចឹងហើយនាងក៏លូកដៃទៅក្នុងសម្ពុតរបស់ស៊ូសានណាក៏ស្រាខោក្នុងរបស់ស៊ូសានចេញមកដោយគេគិតថាគេនឹងថើបនាងចេះមួយចេះពីរអញ្ចឹងធ្វើឲ្យស៊ូសានហ្នឹងគឺមានអារម្មណ៍ថាអៀនខ្មាស់កាន់តែខ្លាំងឡើងប៉ុន្តែពេលដែលមានអារម្មណ៍កំពុងពុះជ្រួលស្រាប់តែមាននរណាម្នាក់ហ្នឹងមកគូសទ្វារអញ្ចឹងបងប្អូនធ្វើឲ្យពួកគេទាំងពីរហ្នឹងភាំងភ័យរន្ធត់ផងអផងរំពើផងទៅជាភ្នំយកភ័យព្រួយតាមគ្នាគេហៅថាដាច់សង្វាក់នៃមនោសញ្ចេតនារបស់គេទាំងពីរនាក់ធ្វើឲ្យស៊ូសាហ្នឹងរត់ទៅពូននៅក្នុងកែងទូមួយបាត់នៅសល់តែប្រធានក្រុមយូរយ៉ងហ្នឹងនាងក៏បានពាក់វ៉ែនតាទាញសក់ទាញអីដើម្បីថាទៅបើកទ្វារដើម្បីទទួលថាអ្នកណាមករំខានពួកគេអញ្ចឹងគ្នាយើងហើយក៏បោះលីអូទៅឲ្យស៊ូសានវិញពេលបើកទ្វារមកបាក់មានណាគេគឺកូនសិស្សរបស់ខ្លួនដែលម្នាក់ដែលលបស្រឡាញ់ខ្លួនហ្នឹងគឺកញ្ញាយ៉ុងហេនឹងដដែលគឺនាងគឺដោយសារតែក្តីស្រឡាញ់នឹកបារម្ភក៏បានត្រឡប់មកវិញដែរគឺអត់បានទៅផ្ទះទេក្រោយពីនាងបរិភោគអាហារថៃត្រង់ហើយហ្នឹងគឺបានយកនំខេកមួយថង់យកមកផ្ញើនាងដែរពេលនោះនាងក៏បាននិយាយថាដល់នាងបារម្ភខ្លាចប្រធានក្រុមអត់មានអីបរិភោគអញ្ចឹង
នាងក៏បានទិញអបញ្ញាប្រធានក្រុមចឹងមកដើម្បីឲ្យប្រធានក្រុមហ្នឹងបរិភោគផ្លែប្រធានក្រុមហ្នឹងអត់បានចេញទៅផ្ទះចេញទៅក្រៅចឹងណាធ្វើឲ្យគាត់ហ្នឹងព្រួយបារម្ភពីប្រធានក្រុមរបស់គាត់ចឹងអ្នកយើងពេលនោះដែរនាងក៏ក្លែកទៅក៏ឃើញនំខេកមួយធំដែរហូបអស់បន្តិចនៅលើតុនាងក៏ចាប់ផ្ដើមសង្ស័យថាប្រធានក្រុមរបស់យើងបាននំខេកឲ្យពីណាបរិភោគដែរចាយដន់ហ្មងខ្លួនយកមកគឺមានអ្នកមកយកមកមុនទៀតអ្នកធ្វើឲ្យអ្នកហ្នឹងចេះផ្ដើមកាន់តែសង្ស័យឡើងធ្វើឲ្យអ្នកហ្នឹងញឹមញ៉ែគិតក្នុងចិត្តចេះមួយចេះពីរអញ្ចឹងតមកក៏ដាក់នំខេកទៅលើតុហ្នឹងបាននំខេកពីរទៅគ្នានៃវិធានក្រុមរបស់យើងហ្នឹងក៏មានចិត្តអ៊ីនព្រីនណាគណៈនោះដែរយងហេហ្នឹងក៏បានប្រងតាគេហៅថាប្រងលោតមកថើប្រធានក្រុមរបស់ខ្លួនអញ្ចឹងគ្នាយើងស្រាប់តែស៊ូសាននៅក្នុងតុកនោះក៏ងើបមកឃើញក៏លោតមកគាត់ថាមិនបានទេព្រោះអីនាងជាសង្សាររបស់ខ្ញុំហើយមិនបានជាដាច់ខាតអញ្ចឹងធ្វើឲ្យបែកការក្នុងគ្រានោះទៅគឺបានចង់ហេយល់ថាតាមពិតគេគឺមានសង្សាររួចទៅហើយចំណែកគេគឺជាជនទី3ដែលស្រឡាញ់ប្រធានក្រុមរបស់គេប៉ុណ្ណោះធ្វើឲ្យពួកគេនឹងស្រឡាំងកាំងដាក់គ្នានៅក្នុងការិយាល័យនេះតែម្ដងរបស់គ្នានៅក្នុងអ៊ីហ្វីសហ្នឹងធ្វើឲ្យយ៉ុងហេហ្នឹងយល់ច្បាស់ពីប្រធានក្រុមរបស់ខ្លួនអញ្ចឹងបានថានាងចេះតែបដិសេធខ្លួនចេះមួយចេះពីរតាមពិតប្រធានក្រុមរបស់ខ្លួនគឺមានសង្សារគ្នាស្រឡាញ់គ្នាជាមួយនឹងស៊ូសានរួចទៅហើយធ្វើឲ្យពួកគេហ្នឹងយល់គ្នាពីគ្នាហ្នឹងច្បាស់លាស់ហើយនាងក៏នឹកសម័យទៅលើសម្ពុតទៅលើខោអាវទៅលើលីអូរបស់នាងនឹកសម័យអំពីពេលនាងមកភ្លាមហ្នឹងក៏នាងក៏នឹកប្រមូលអារម្មណ៍គិតទៅលើរឿងនោះនាងក៏កំណត់ក្នុងចិត្តថាយេពួកនេះខូចម៉ែពួកគេហ្នឹងគឺបានស្រឡាញ់គ្នារួចទៅហើយធ្វើឲ្យពួកគេហ្នឹងទាំងអស់គ្នាក៏យល់គ្នាច្បាស់ពីពេលនោះទៅក៏លែងការថាដណ្ដើមគ្នាធ្វើឲ្យពួកគេប្រាប់គ្នាទៅវិញទៅមកអំពីរឿងរ៉ាវដែលកើតឡើងហើយក៏បានប្រាប់គ្នាឲ្យធ្វើសកម្មភាពដូចដើមវិញទៅទាំងអស់គ្នាហើយពួកគេក៏បានបែកគ្នានៅពេលនោះទៅលុះថ្ងៃបន្ទាប់ក៏បានមកដល់ពួកគេក៏បានមកធ្វើការដូចសពមួយដងបន្ទាប់មកនិយាយចុះនិយាយឡើងឡើងមើលចុះឡើងមើលឡើងសត្វតែយ៉ុងហេក៏បានយកភេទជ្ជៈមួយកំប៉ុងយកមកឲ្យវិធានក្រុមរបស់គេតទៀតហើយធ្វើឲ្យនាងនឹងចាក់ព្រឺតហាក់ដូចថាស៊ូសានហ្នឹងគឺនៅពីក្រោយបំលាញនាងអញ្ចឹងពីព្រោះកាលណាមានអ្នកស្រឡាញ់ហើយពេលដែលទទួលអ្វីពីអ្នកដទៃច្រើនតែខ្លាចចិត្តមិត្តភ័ក្តិឬក៏ខ្លាចចិត្តសង្សាររបស់ខ្លួនដឹងអញ្ចឹងយើងទៅមកយ៉ុងហេនាងបានថាហូបទៅប្រធានមិនអីទេខ្ញុំមិនថាអីទេយើងជាគេហៅថាកូនចៅនឹងប្រធានគឺនៅដដែលអត់មានអ្វីប្រែប្រួលទេរឿងអ្វីដែលកើតឡើងហួសហើយយើងត្រូវតែលះបង់បំភ្លេចចោលទៅយើងត្រូវតែធ្វើដំណើរជាមួយគ្នាដើម្បីភាពជោគជ័យនៅក្នុងការងាររបស់យើងបន្តទៅមុខទៀតនៃប្រធានរបស់គេក៏មានចិត្តស្បាយរីកញ៉ាំញ៉ាំកលេចទៅលើគឺកលេចទៅមើលភាពជារបស់យ៉ុងហេដែលយកមកឲ្យក៏ចិត្តមានចិត្តស្បាយរីកយ៉ាងខ្លាំងក៏យល់ពីអារម្មណ៍របស់កូនចៅរបស់ខ្លួនដែលយកចិត្តទុកដាក់ចំពោះមេរបស់ខ្លួនចឹងនេះយើងរួចពួកគេក៏បន្តដំណើរទៅលើការងាររបស់គេបន្តទៅទៀតលុះក្រោយមកទៀតដល់ម៉ោងការថាដល់ម៉ោងចេញបងប្អូនសល់តិចតួចអីហ្នឹងយ៉ុងហេហ្នឹងក៏បានរៀបចំអីវ៉ាន់រៀបចំកន្លែងដើម្បីចេញទៅផ្ទះឬក៏សម្រាប់ចឹងនេះយើងស្រាប់តែកញ្ញាម្នាក់ទៀតដែលជាសក់ខ្លីនៅក្នុងក្រុមការងារហ្នឹងក៏ដើរមកហាក់ដូចថាជួយគាត់ចឹងធ្វើឲ្យគាត់ហ្នឹងនឹកសម័យនឹកស្រឡាំងកាំងថាចង់ថាអីកញ្ញានេះប្លែកមែនថ្ងៃនេះក៏យកចិត្តទុកដាក់មកខ្លួនអញ្ចឹងក៏ញញឹមញញែមក៏គិតថាខ្លួននឹងស្រឡាញ់ម្នាក់នេះវិញម្ដងហើយលែងស្រឡាញ់ប្រធានហើយក្រោយពីគេគិតអញ្ចឹងហើយពួកគេគឺញញឹមញញែមដាក់គ្នាហាក់ដូចជាចិត្តស្និទ្ធនឹងគ្នាដូចសង្សារអញ្ចឹងគ្នាយើងចាប់ផ្ដើមយកចិត្តគ្នានៅខាងមុខតុករបស់ប្រធានក្រុមរបស់គេធ្វើឲ្យប្រធានក្រុមរបស់គេហាក់មានអារម្មណ៍ថាស្លង់នឹងសកម្មភាពមួយនេះដែរគ្នាយើងព្រោះគាត់យល់ថាពីអ្នកនេះប្លែកមកថ្ងៃនេះប្រហែលជាគេនឹងស្រឡាញ់គ្នាដូចខ្លួនហើយមើលទៅបានជាសកម្មភាពរបស់គេមើលទៅជារស់រវើកធ្វើឲ្យប្រធានក្រុមមានចិត្តរំភើបជំនួសពុករលិករបស់ពួកគេទាំងពីរនាក់ហ្នឹងដែលយល់ចិត្តគ្នាអញ្ចឹងគ្នាយើង
លោកក្រោយមកទៀតយូយ៉ងរបស់យើងបានសម្រាប់ចេញពីការងារនាងបានណាត់ជួបនឹងស៊ូសានរបស់នាងដើម្បីមកចេញមកកណ្ដៅលេងកំសាន្តចឹងនាងយើងពួកគៀងក៏បានបណ្ដាគ្នាដើរនិយាយលេងជាមួយគ្នាតាមផ្លូវថ្នល់តាមអីហ្នឹងគឺមានចិត្តសប្បាយរីករាយបន្ទាប់មកពួកគេក៏មានគេហៅថាអ្នកណាមួយហ្នឹងឆាតមកអញ្ចឹងទៅលើទូរស័ព្ទរបស់យូយ៉ងអញ្ចឹងធ្វើឲ្យស៊ូសានមានចិត្តចំណែនមានចិត្តប្រច័ណ្ឌណាធម្មតាទេអ្នកស្រឡាញ់គ្នាគឺប្រច័ណ្ឌហ្នឹងខ្លាចក្រែងថាមានអ្នកណាមួយឆាតមកញ៉ែឆាតមកអញ្ចឹងណាធ្វើឲ្យយូយ៉ងរបស់យើងបាននិយាយពីប្រវត្តិពីរឿងរ៉ាវឬក៏ការអ្នកណាមួយឆាតមកខ្លួនអញ្ចឹងណាធ្វើឲ្យស៊ូសានមានចិត្តសប្បាយរីករាយឡើងវិញហើយក៏បានដាក់លក្ខខណ្ឌថាកុំក្បត់គេអញ្ចឹងចេះមួយចេះពីរយើងស្រឡាញ់គ្នាហើយអញ្ចឹងណាធ្វើឲ្យយូយ៉ងហ្នឹងសោចអំពីគេហៅថាស្ថានភាពចំពោះមកអញ្ចឹងខ្ញុំលោមទៅលើស៊ូសានដើម្បីឲ្យយូសានហ្នឹងកុំឲ្យយល់ច្រឡំមកលើខ្លួនអញ្ចឹងហើយពួកគេក៏បានធ្វើដំណើរមួយឲ្យដៃសេសានចាប់ពីពេលនេះទៅគ្នាយើង